រឿងកាំពីរបស់ទុនសាយទាំងពីរនាគ្រាមួយនោះមានសត្វទុនសាយរស់នៅក្នុងព្រៃជ្រៅមួយពួកវាទាំងបីតែងតែទៅរកចំណីជាមួយគ្នាជារៀងរាល់ថ្ងៃក្នុងចំណោមទុនសាយទាំងបីមានទុនសាយមួយដែលមានរោមស្អាតជាងគេពួកបងទាំងពីរដឹងទេពេលខ្ញុំទៅណាម្ដងគេសរសើរថាខ្ញុំមានរោមស្អាតគ្រប់គ្នាតែខ្ញុំគិតថាបងទាំងពីរក៏មានរោមស្អាតដូចខ្ញុំដែរចឹងខ្ញុំសូមលាបងទៅរកចំណីសិនមិនអីទេឯងទៅចុះតែប្រយ័ត្នខ្លួនផងហើយឆាប់ត្រឡប់មកវិញមួយរំពេចនោះទុនសាយរោមស្អាតក៏ទៅបាត់ពាក្យដែលទុនសាយរោមស្អាតសរសើរពួកយើងទាំងពីរពាក្យនោះមិនពិតទេត្រូវហើយពួកយើងទាំងពីរមិនដែលឮគេសរសើរយើងសោះបងគិតថាសម្លាប់វាដើម្បីកុំឲ្យគេសរសើរវាពេកសត្វក្អែកក៏បានឮពួកគេនិយាយនៅព្រៃខាងលិចមានគល់ឈើមួយយ៉ាងធំជាកន្លែងដែលសត្វឥន្ទ្រីវារកចំណីវាមិនដឹងថាទីនោះគ្រោះថ្នាក់ទេខ្ញុំគិតថាឲ្យអាសត្វរោមស្អាតរកចំណីនៅទីនោះល្អណាស់វាប្រកាសជាងាប់របស់ឥន្ទ្រីហើយសត្វអាក្រក់ទាំងពីរក៏ឲ្យទុនសាយរោមស្អាតទៅរកចំណីនៅទីនោះនៅព្រៃខាងលិចមានគល់ឈើមួយយ៉ាងធំសម្បូរទៅដោយអាហារចូលឯងទៅទីនោះចុះថាហើយទុនសាយរោមស្អាតក៏បានទៅដល់ទីនោះមើលទៅដូចជាគ្មានចំណីអីផងអោសត្វទុនសាយរោមស្អាតដល់ល្ងងអើយទុនសាយទាំងពីរនោះកំពុងចង់សម្លាប់ឯងហើយនេះជាកន្លែងស្ដេចឥន្ទ្រីទេរត់ទៅអរគុណហើយបងស្រមោចពេលនេះឥន្ទ្រីប្រហែលកំពុងស៊ីវាហើយមិនពិតទេអាសត្វទាំងពីរពួកឯងល្ងងណាស់ទីនេះទេដែលជាកន្លែងស្ដេចបក្សីមករកស៊ីពួកឯងឆាប់រត់ទៅវាកំពុងមកហើយចំណេះជីកឯងពួកគេទាំងពីរក៏បានមកកន្លែងឥន្ទ្រីហើយត្រូវបានឥន្ទ្រីចាប់ហែកស៊ីទាំងពីរក្បាល